បាទអរគុណណាស់បងការប្រើប្រាស់ភាសានៅទីនេះយើងមិនសំដៅទៅលើប្រើប្រាស់ភាសាបរទេសទេគឺការប្រើប្រាស់ភាសាដោយសម្ដីនិយាយការប្រើប្រាស់ភាសាដោយការសរសេរនិងការប្រើប្រាស់ភាសាដោយកាយវិការឬយើងហៅថា body language ហើយភាសាទាំង3នេះគឺយើងប្រើប្រាស់ក្នុងពេលតែមួយឧទាហរណ៍ដូចគ្រូកំពុងនិយាយឥឡូវនេះគ្រូអាចនិយាយផងគ្រូអាចសម្ដែងជាកាយវិការផងហើយពេលមួយទៅគ្រូក៏អាចសរសេរហើយការប្រើប្រាស់ភាសានិយាយគឺមានសារៈសំខាន់ណាស់ដែលខ្មែរយើងគេច្រើននិយាយថាសម្ដីសជាតិមាយាសពូជអញ្ចឹងបានន័យថាយើងនិយាយនៅអ្វីដែលមានប្រយោជន៍គេគោរពគេឲ្យតម្លៃតែពេលណាដែលយើងនិយាយអ្វីដែលវាអត់ប្រយោជន៍វាហាក់ដូចជាគេឲ្យភាពមើលងាយមកលើយើងវិញអញ្ចឹងការនិយាយរកទីនេះគឺសំដៅទៅនិយាយមានប្រយោជន៍និយាយឲ្យត្រឹមត្រូវនិយាយឲ្យច្បាស់លាស់និយាយតែទៅលើអ្វីដែលយើងលើកកិត្តិយសខ្លួនយើងនិងលើកកិត្តិយសដល់អ្នកដទៃបាទអំពីភាសាសរសេរបច្ចុប្បន្នយើងបានសង្កេតឃើញការសរសេរមួយចំនួនរបស់បងប្អូនក្តីរបស់មន្ត្រីរាជការដែលមិនទាន់ជាត្រូវទេអាចតាក់ទងនឹងការសរសេរដោយការប្រើប្រាស់រាជស័ព្ទភាសាពលរដ្ឋយើងអាចប្រើប្រាស់សង្ឃស័ព្ទភាសាលោកឬក៏ប្រើប្រាស់រាជស័ព្ទជាភាសារាជាឬក៏យើងហៅថាប្រើភាសាស្ដេចហើយមែនតើយើងត្រូវតែសិក្សាភាសាទាំង3នេះឲ្យបានច្បាស់លាស់ទាំងខ្លឹមសារទាំងវេយ្យាករណ៍ទាំងអក្ខរាវិរុទ្ធអីចឹងទៅនឹងហើយការសរសេរគឺយើងគួរសរសេរដោយភ្ជាប់ទៅនឹងឋានៈតួនាទីឬក៏គោរមងាររបស់គមយជនផងឧទាហរណ៍ថាប្រភពយើងមានឋានៈជាអីហើយយើងសរសេរទៅលើនរណាដែលគេមានឋានៈធំជាងយើងហៅគមយជនខ្ពស់ជាងអញ្ចឹងយើងគួរប្រើភាសាដែលសុភាពរាបសារឲ្យតម្លៃក្នុងករណីដែលយើងប្រើភាសាពីយើងជាអ្នកធំប្រភពយើងជាអ្នកធំអ្នកមានតួនាទីហើយទៅរកមន្ត្រីបុគ្គលិកតូចទៀតយើងក៏នៅតែគោរពឋានៈតួនាទីរបស់គេនឹងដែរនឹងដោយប្រើឋានៈរបស់គេឧទាហរណ៍ថាគេជាលោកឬគេជាលោកស្រីឬជាកញ្ញាហើយយើងមិនចង់ឲ្យប្រើពាក្យថាកញ្ញាក៏បានយើងប្រើថាលោកស្រីហ្នឹងក៏វាគ្របដណ្ដប់នឹងហើយបាទតែការសរសេរដូចគ្នាគឺយើងសរសេរដោយមានការគោរពសម្ដែងនៅការគោរពដោយពាក្យពេចន៍មិនទៅកុសបោកមិនប្រើភាសាដែលមានលក្ខណៈរើសអើងអីចឹងទៅហើយរីឯកាយវិការគឺយើងត្រូវនិយាយដោយសម្ដីដោយមាត់យើងបណ្ដើហើយយើងធ្វើកាយវិការណាដែលមានសុភាពរាបសារទន់ភ្លន់ឧទាហរណ៍ថាយើងមិនច្រត់ចង្កេះយើងមិនចង្អុលយើងមិនធ្វើកាយវិការតាមម្រាមដៃយើងមិនញាក់ភ្នែកយើងមិនអង្រួនជើងយើងមិនញាក់ស្មាអីចឹងទៅឧទាហរណ៍ណាហើយភាសាគោលមួយចំនួនពេលដែលយើងនិយាយសុភាពទេប៉ុន្តែដល់ពេលកាយវិការយើងសម្ដែងមកវាហាក់ដូចជាចងេងចងាងទៅវិញបាទទាំងនេះយើងគួរតែជៀសវាងបាទអរគុណ